នៅកោះកន្លែងណាក៏ស្អាតដែរត្រូវហ៎ប៉ុន្តែគ្រាន់ថាកោះខ្លះវាអត់ដូចគ្នាដល់ឡែកនៅកោះនេះអញ្ចឹងគឺកោះតាគៀវហើយកាខ្ញុំអត់តមកកោះតាគៀវខ្ញុំអត់ដឹងស្មានថាកោះតាគៀវធំយ៉ាងនេះសោះព្រោះខ្ញុំគិតថាវាទូចហើយបន្ទាប់ពីមកដល់កោះហើយឥឡូវយើងដើររកតិចប៉ុន្តែអាកាសធាតុនៅលើនេះក្តៅណាស់ហើយនេះជាត្រីដែលខ្ញុំស្ទូចបានដំបូងគេហៅត្រីស្អីគេត្រីប៊ីឡែងតែសកម្មភាពស្ទូចត្រីអត់សូវថតច្រើនទេដោយសារធ្លាប់ធ្វើវីដេអូលេងមុនហ្នឹងអញ្ចឹងទៅក៏ធ្វើវីដេអូតិចទៀតខ្ញុំនឹងដើររកខ្យងម្ដងហើយឥឡូវមុនដើររកខ្យងក៏ថតនៅលើកោះបន្តិចទៅព្រោះអានេះចាត់ទុកថាដូចអនុស្សាវរីយ៍ខ្លួនឯងផងព្រោះកោះតាគៀវនោះធ្លាប់ចង់មកយូរហើយប៉ុន្តែអត់ទាន់មានពេលមកពេលប្រព័ន្ធផ្សព្វផ្សាយទេសចរច្រើនទៅបានដឹងថាអូប្រទេសខ្មែរយើងសម្បូរកន្លែងដើរមែនតែនមិនថាតំបន់ភ្នំសមុទ្រឬក៏ទីណានិយាយទៅសូម្បីតែនៅសមុទ្រស្រុកខ្មែរខ្ញុំឃើញកោះជាច្រើនខ្ញុំចង់ទៅច្រើនណានៅកោះជាច្រើនទៅដែលខ្ញុំចង់ទៅចុះអ្នកមើលធ្លាប់ទៅកោះណាខ្លះហើយកុំភ្លេច comment ប្រាប់ផងហើយមួយទៀតនេះគីអូសម្បូរនៅណាក៏មានដែរកោះរុងក៏មានកោះតាគៀវក៏មាននិយាយទៅដោយសារនៅណាកន្លែងមានមនុស្សអញ្ចឹងណាហើយទាំងអស់គ្នាស្គាល់អត់ថានេះគេអីគេសម្រាប់ខ្ញុំលើកទី1គេហៅខ្យងភ្នែកព្រឹសដំបូងអត់ចង់ជឿគេណាគាត់ថាគេកុហកទៀតណាហើយនេះក៏ខ្ញុំដើរលេងតាម resort តិចទៅហើយដើរជាក្រុមមួយយ៉ាងដែរព្រោះដំបូង plan មែនតើចង់មកកោះតែម្នាក់ឯងទេចង់រីករាយជីវិតបែប solo តែកម្រងការ fail តែម្ដងដោយសារតែមានគ្នាថាអត់ទេទៅដែរធម្មតាទេដើរលេងមានគ្នាគ្រាន់ជាងដើរលេងម្នាក់ឯងដោយសារយ៉ាងហោចណាស់យើងមានគ្នាជជែកហើយបានអ្នកជួយថតរូបឲ្យហើយបើដើរម្នាក់ឯងវិញពិបាកហើយបើអ្នកណាជួយថតរូបជាង set ទៅយាយតែសូមបញ្ជាក់ម្ដងទៀតនៅនេះគ្រៀងក្តៅប្រហែលជាមកអាកាសធាតុខែហ្នឹងខែ4ដល់ពេលចឹងទៅវារៀងក្តៅផងដោយសារតែមានមេតំបន់នៅនេះខ្ញុំហៅគេប្រធានតំបន់នេះគេយកមកឲ្យទៀតហើយគេប្រាប់ថានេះខ្យងភ្នែកប្រើសដំបូងខ្ញុំអត់ជឿទេហើយខ្ញុំគិតថាប្រហែលជាយកមកធ្វើអីព្រោះញ៉ាំអត់កើតហើយណាមួយទៀតអាហារសមុទ្រខ្លះមិនចេះតែញ៉ាំទេហើយអានេះគេហៅខ្យងដោះកមុំខ្ញុំអត់ជឿគេទៀតនិយាយទៅអត់ជឿរហូតតលតានាំគ្នាដើរបដាទៅច្រើនហើយឥឡូវវក់ណាចាប់ផ្ដើមវក់ឲ្យម្នាក់ហើយអត់ទាន់មានថងមានអីដែរណាតាមតែចាប់ផ្ដើមណាហើយតិចទៀតរកកន្លែងនេះអស់ហើយណោះដើរទៅទៀតអូសប្បាយមែនតែនហ្មងណាហើយមានត្រីមួយនេះគេថាត្រីហ្នឹងវាហៅប្រភេទត្រីដើរវាអត់ចេះហែលទេហើយមើលទៅវាប្រើអាសកីវាហ្នឹងគៀហ្នឹងមែនប៉ុន្តែគាត់ថារៀងតូចទេណាប្រហែលប៉ុនមេដៃទេហើយខ្ញុំនេះក៏ដើររកគេដែរអូខ្ញុំរកក៏បានច្រើនដូចគ្នាចាំមើលសមិទ្ធផលដែលពួកខ្ញុំខំរកទាំងអស់គ្នាថាបានច្រើនប៉ុណ្ណាហើយរសជាតិអូខ្ញុំមិនដឹងមិនទេខ្ញុំចង់និយាយថាឆ្ងាញ់ហើយឃើញនិយាយទៅពួកខ្ញុំថា plan មកមើលផ្កាថ្មអីមិនបាច់មើលទេអ្វីដែលរំពឹងជាមួយនៅអ្វីដែលជាការពិតខុសគ្នាហើយសម្រាប់ដើរអូសបោមែនតើឆ្លងសមុទ្រនឹងអូមែនគាត់តែឃើញពួយខ្លាចហើយនៅមានសត្វសមុទ្រជាច្រើនផ្សេងទៀតមិនសត្វអីខ្លះតែអូខ្ញុំដើរក៏ឃើញច្រើនដែរតែហ៊ានចាប់ទេសត្វខ្លះដូចចលែនដូចអូរបៀបដូចពិបាកនិយាយហើយផ្កាថ្មខ្លះវាមានជីវិតទៀតរបៀបថាពេលយើងប៉ះវាទៅវាលឹបចូលហើយអានេះតាមតដាហើយឃើញហើយគេប្រាប់តែអសសហើយទឹកសសវាហ្នឹងមិនមែនទឹកដូចធម្មតាដូចចេះវាល្វើកហើយស្អិតហើយឥឡូវយើងបន្តតាណាទៅមុខទៀតហើយគឺថាដំណើររកខ្យងភ្នែកប្រើសជាមួយនឹងខ្យងដោះក្រមុំអូឆ្ងល់ចេះតែហែគ្នាហ្មងណោះហើយកន្លែងនេះស្រាប់ត្រឡប់មកវិញនេះយើងយួរប៉ោតខ្ញុំដើររើបានប៉ោតមួយដាក់ប៉ោតហ្នឹងហ្មងអាប៉ោតហ្នឹងដែលកែនគេកាត់ជាពីរហើយក៏ឃើញវងត្រីមួយវងអូច្រើនមែនតែនពេលហ្នឹងក៏ឲ្យគេយកទូរស័ព្ទទៅថតហើយនេះឃើញអាកូនក្តាមទូចអូអានេះរត់ដូចស្មៅអញ្ចឹងមើលអត់ចង់ឃើញហើយនាំគ្នាដេញចាប់តើទៅចាប់បានសบายទេតាលើវាថាងពីមនុស្សធំម្នាក់មកដូចជាកូនក្មេងអញ្ចឹងរត់វាពេញខ្សាច់ដេញចាប់ក្តាមខ្ញុំបានតែថតទេខ្ញុំមិនហ៊ានចាប់ទេព្រោះខ្លាចគៀបដៃហើយណាមួយទៀតឃើញគេសบายអញ្ចឹងទៅក៏ថតទុកធ្វើអនុស្សាវរីយ៍ទៅយើងដើរលេងមួយក្មេងយើងដូចក្មេងដែរអូនិយាយទៅខ្ញុំដើរមួយអ្នកណាក៏បានដែរហើយនេះសមិទ្ធផលណាកាយសមុទ្រចឹងណាខ្យល់ហ្នឹងវាយកទៅហើយអានេះពូអានេះខ្យល់នៃប្រើចុះដល់ពេលអានេះតែគេថាដល់ហមហ្នឹងខ្សាច់វាច្រើននិយាយទៅគេញ៉ាំទាំងអស់តែអូ
Ôi vậy đây. Giờ bao lần nó đeo quá chó đấy, quá chó đấy. Đây, ô hay thời kháng với mình giống xem anh tụi. Năng rồi. Cho anh ấy, ở đây cho vậy thật quá với bạn cho tập bạn. Năng rồi. Còn bé sắp thoát cái một mấy nhung qua cho tập mình. Vậy này tớ. Là gì không? Ô, mình còn khờ. Anh ơi. Ôi, mày cái tele sao vậy? Sao vậy? Bao nhiêu lắm ạ? Yêu. Mày đã sát đi này. Anh ấy sao mà bao nhiêu này đó? Cái gì đó? Qua cái nhà đây xí ơi. Qua bên đây đi chung đến đây. Qua ngày đi chung thơ ấy. Qua ngày đi hai mauវិញគឺតាន់ថ្ងៃលិចល្មមនិយាយទៅទុកពួកខ្ញុំជិះយូរជាងគេហ្មងគេឡើងត្រឡប់មកវិញតាំងពីម៉ោង4ហើយពួកខ្ញុំម៉ោង5ម៉ោង6អត់តាន់មកវិញណានៅជិះនៅលើសមុទ្រឡើយមកវិញឡើងល្ងិតឆឹងអូយតែសប្បាយ